ពោសុំចម្រើនពរពុទ្ធមហោសត្វស្រីប្រុសទាំងក្នុងនិងក្រៅប្រទេសដែលធ្លាប់តាមដានតាមរយៈវីដេអូខ្ញុំប្រកាសអាត្មាភាពផ្ទាល់ថ្ងៃនេះខ្ញុំគណៈអាត្មាភាពលើកឡើងពីបត្រៃបិដកបាលីទៀតប្រែជាភាសាខ្មែរវិន័យបិដកមហាវគ្គទុតិយភាគលេខ7បន្តអំពីថ្ងៃម្សិលមិញទៀតអ្នកមធុរតនយសវន្ទាមិទូលព្រះបង្គំខ្ញុំព្រះអង្គសូមលើកកំបងហដ្ឋានមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាខ្ពង់ខ្ពស់លលូសូមក្រាបនមស្ការថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពជ្រះថ្លាចម្រើនពរញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងអស់ទាំងណាតែពីម្សិលមិញគឺខ្ញុំគណៈអាត្មាលើកឡើងបានដល់ភាគទី3ទៀតថ្ងៃនេះគឺបន្តទៀតចែកជាធម្មទានជូនបុណ្យកាលណាគុណម្ចាស់គ្រប់ព្រះអង្គនិងញោមញាតិប្រុសស្រីទាំងអស់ទាំងដែលបានរួមចំណែកជួយចែករំលែក share បន្តរាល់វីដេអូខ្ញុំប្រគុណអាត្មាភាពបានលើកឡើងទាំងសម័យនោះឯងពួកឆប់ពីកិយៈភិក្ខុបានបួសចូលវស្សាហើយក៏ចេញដើរទៅកាន់ចរិតក្នុងកណ្ដាលវស្សាទាំងមនុស្សទាំងឡាយពោលទោសតេះបៀលបន្ទោសបង្អាប់ដោយក្នុងគ្រាមុននោះទៀតថាពួកសាមណៈជាសច្យបុត្រមិនសមបើនឹងដើរទៅកាន់ចរិតអស់ហេមន្តរដូវខ្លះអស់កឹមហៈរដូវខ្លះអស់វស្សានរដូវខ្លះដើរជន់ស្មៅស្រស់ទាំងឡាយបៀតបៀនវត្ថុដែលមានជីវិតមានឥន្ទ្រីតែមួយញ៉ាំងពួកសត្វទូទូជាច្រើនឲ្យដល់នៅសេចក្តីវិនិច្ឆ័យនោះសោះយ៉ាងដូចជាពួកតិរិយៈដទីនេះដែលពោលធัวអាក្រក់ម្ដេចក៏គង់នៅសំងំឈប់សម្រាកនៅចាំពុសាអស់ពួកសត្វស្លាបនេះទៀតសោតក៏ធ្វើសម្បុកទាំងឡាយຕົកលើចុងឈើទាំងឡាយហើយនឹងសំងំចាំពុសាដូចគ្នាដែរចម្លែកតែពួកសមណៈជាសច្យបុត្រតិយៈនេះម្ដេចឡើយក៏នៅតែដើរទៅកាន់ចរិតអស់ហេមន្តរដូវខ្លះអស់កឹមហៈរដូវខ្លះអស់វស្សានរដូវខ្លះដើរជន់ស្មៅស្រស់ទាំងឡាយបៀតបៀនវត្ថុដែលមានជីវិតមានឥន្ទ្រីតែមួយញ៉ាំងពួកសត្វទូទៅជាច្រើនឲ្យដល់នៅសេចក្តីវិនិច្ឆ័យកាលមនុស្សទាំងនោះកំពុងពោលទោសតេះបៀលបន្ទោសបង្អាប់ពួកភិក្ខុទាំងឡាយក៏បានឮច្បាស់ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិចភិក្ខុទាំងនោះក៏ពោលទោសតេះបៀលបន្ទោសបង្អាប់ថាពួកឆប់ពីកិយៈភិក្ខុចូលវស្សាហើយមិនសមបើនឹងចេញដើរទៅកាន់ចរិតក្នុងកណ្ដាលវស្សាសោះគ្រានោះភិក្ខុទាំងឡាយនោះក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រោះនិទាននេះដំណើរនេះទៅព្រះមានព្រះភិក្ខទ្រង់ធ្វើធម្មិកថាថារួចហើយត្រាស់ហៅភិក្ខុទាំងឡាយមកបញ្ញត្តិថាមនាលភិក្ខុទាំងឡាយ
ភិក្ខុចូលវស្សាហើយមិននៅចាំពុរិមិកាវស្សាអស់ខែ3ឬបច្ឆិមិកាវស្សាអស់ខែ3ទេមិនត្រូវជិះចេញទៅកាន់ចរិតឡើយភិក្ខុណាជិះចេញទៅត្រូវអាបត្តិទុគត4សម័យនោះឯងពួកឆោពីកិយៈភិក្ខុមិនប្រាថ្នានឹងចូលវស្សាភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គទ្រង់បញ្ញត្តិថាមនាលភិក្ខុទាំងឡាយភិក្ខុគុំមិនសូវមិនចូលវស្សាឡើយគឺត្រូវតែចូលវស្សាភិក្ខុណាមិនចូលវស្សាត្រូវអាបត្តិទុគតសម័យនោះឯងពួកឆោពីកិយៈភិក្ខុមិនប្រាថ្នានឹងចូលវស្សាក្នុងថ្ងៃចូលវស្សានោះក៏ខ្លែងដើរចេញពីអាវាសភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គទ្រង់បញ្ញត្តិថាមនាលភិក្ខុទាំងឡាយភិក្ខុប្រាថ្នានឹងចូលវស្សាក៏ខ្លែងដើរចេញពីអាវាសទៅក្នុងថ្ងៃចូលវស្សានោះមិនបានទេភិក្ខុណាចេញដើរទៅត្រូវអាបត្តិទុគត5សម័យនោះឯងព្រះបាទពំពិសាទ្រង់បានមានសេចក្តីប្រាថ្នាដើម្បីនឹងលើកខែក៏បញ្ជូនរាជបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថាលោកម្ចាស់ទាំងឡាយគួរតែចូលវស្សាក្នុងខែខាងមុខខែអាសាឍក្រោយភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គទ្រង់អនុញ្ញាតថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតភិក្ខុប្រព្រឹត្តទៅតាមស្ដេចទាំងឡាយនោះចុះគ្រានោះឯងព្រះមានព្រះភិក្ខគង់ក្នុងក្រុងរាជក្រឹសគួរណាពុទ្ធអព្យាស្រ័យហើយទ្រង់យាងសម្ដៅទៅឯក្រុងសាវត្ថីទ្រង់យាងទៅកាន់ចារិកដោយលំដាប់ស្រុកទើបបានដល់ក្រុងសាវត្ថីទ្រង់យាងទៅកាន់ចារិកដោយលំដាប់ស្រុកទើបបានទៅដល់ក្រុងសាវត្ថីបានឮមើលថាព្រះមានព្រះភិក្ខគង់នៅវត្តចេតពុនរបស់អនាថបណ្ឌិកសិទ្ធិទៀបក្រុងសាវត្ថីនោះឯងសម័យនោះឯងក្នុងកោសលជនបទមានឧបាសកឈ្មោះឧទានបានឲ្យគេធ្វើវិហារចំពោះព្រះសង្ឃឧបាសកនោះក៏បានបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថាសូមឲ្យលោកម្ចាស់ទាំងឡាយនិមន្តមកត្បិតខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផងស្ដាប់ធម៌ផងនឹងបានឃើញភិក្ខុទាំងឡាយផងភិក្ខុទាំងឡាយនិយាយយ៉ាងនេះវិញថាណែអបុសោព្រះមានព្រះភិក្ខបានបញ្ញត្តិហើយថាភិក្ខុទាំងឡាយចូលវស្សាហើយមិនបាននៅចាំពុរិមិកាវស្សាអស់3ខែឬក៏បច្ឆិមិកាវស្សាអស់3ខែទេមិនត្រូវចេញដើរទៅកាន់ចរិតឡើយសូមឲ្យឧទានឧបាសកបងអង្គចាំសិនទម្រាំតែភិក្ខុទាំងឡាយនៅចាំវស្សារួចលុះចាំវស្សារួចហើយមកជានឹងទៅបើឧបាសកនោះមានការត្រូវធ្វើជាប្រញាប់សូមឲ្យផ្ញើវិហារទុកក្នុងសំណាក់ភិក្ខុទាំងឡាយដែលនៅក្នុងអាវាស
ក្នុងទីនោះសិនចុះឯឧទានឧបាសកក៏ពោលទោសតេះឌៀលបន្ទោសបង្អាប់ថាលោកម្ចាស់ទាំងឡាយការបើអញបានបញ្ជូនពាក្យបណ្ដាំទៅហើយមិនសមបើនឹងមិននិមន្តមកសោះត្បិតអញជាទាយុជាកប្បយៈការវកៈជាឧបថារបស់សង្ឃការឧទានឧបាសកកំពុងតែពោលតេះទោសតេះឌៀលបន្ទោសបង្អាប់ភិក្ខុទាំងឡាយក៏បានឮច្បាស់ពីលីនោះភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រោះនិទាននេះដំណើរនេះព្រះមានព្រះភិក្ខទ្រង់ធ្វើធម្មិកថាក្នុងវេលានោះឯងរួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថាមនាលភិក្ខុទាំងឡាយការបើជនទាំង7ពួកភិក្ខុ1ភិក្ខុនៃ1សិក្ខមាណា1សាមណេរ1សាមណេរី1ឧបាសក1ឧបាសិកា1បានបញ្ជូនបំរើមកហើយតថាគតអនុញ្ញាតឲ្យភិក្ខុទៅដោយសត្តាហករណីយកិច្ចដែលគូធ្វើបាន7ថ្ងៃកាលបើគេមិនបានបញ្ជូនបំរើទេភិក្ខុមិនត្រូវទៅទេមនាលភិក្ខុទាំងឡាយកាលបើជនទាំង7ពួកនេះបានបញ្ជូនបំរើមកហើយតថាគតអនុញ្ញាតឲ្យភិក្ខុទៅបានកាលបើគេមិនបានបញ្ជូនបំរើមកទេភិក្ខុមិនត្រូវទៅទេភិក្ខុត្រូវធ្វើការត្រឡប់ក្នុងរវាង7ថ្ងៃមនាលភិក្ខុទាំងឡាយក្នុងសាសនានេះបើមានឧបាសកបានឲ្យគេធ្វើវិហារចំពោះសង្ឃហើយបើឧបាសកនោះបញ្ជូនបំរើមកក្នុងសំណាក់ភិក្ខុទាំងឡាយសូមលោកម្ចាស់ទាំងឡាយនិមន្តមកខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផងនិងស្ដាប់ធัวផងនិងឃើញភិក្ខុទាំងឡាយផងមនាលភិក្ខុទាំងឡាយកាលបើមានគេបានបញ្ជូនបំរើមកហើយភិក្ខុត្រូវទៅដោយសត្តាហករណីយៈបានកាលបើឥតបានគេបញ្ជូនបំរើមកទេភិក្ខុមិនត្រូវទៅទេភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងថ្ងៃរវាង7ថ្ងៃមនាលភិក្ខុទាំងឡាយក្នុងសាសនានេះបើឧបាសកបានឲ្យគេធ្វើរោងណាចំពោះសង្ឃឲ្យគេធ្វើប្រាសាទវែងឲ្យគេធ្វើប្រាសាទដំបូលត្រងិល